តែគេងឲ្យបានគ្រប់8ម៉ោងក្នុងមួយយប់ជាប់គ្នាក្នុងរយៈពេល30ថ្ងៃរាងកាយនឹងផ្លាស់ប្ដូរដល់ថ្នាក់នេះពិតឬធ្លាប់ដឹងអត់ថាការដែលយើងអត់គេងជាប់គ្នាជាច្រើនថ្ងៃធ្វើឲ្យប៉ះពាល់ដល់រាងកាយកម្រិតណាខួរក្បាលនឹងពោពេញទៅដោយសម្រាមហើយនឹងជាតិពុលអរម៉ូននៃសេចក្តី stress នឹងកើនឡើងធ្វើឲ្យរាងកាយចាស់ជាងវ័យព្រោះតែជាលិកាមួយចំនួនធ្វើការខ្លាំងពេកឬក៏ប៉ះពាល់ធ្ងន់ធ្ងរបើសិនជាអ្នកបិទភ្លើងហើយដាក់ទូរស័ព្ទចុះឲ្យឆ្ងាយពីកន្លែងដែលគេងព្យាយាមតាំងចិត្តក្នុងការគេងឲ្យបានគ្រប់ជាប់គ្នាក្នុងរយៈពេល8ម៉ោងឲ្យបានគ្រប់30ថ្ងៃប្រព័ន្ធធ្វើការដោយស្វ័យប្រវត្តិនៃសរីរាង្គនៅក្នុងរាងកាយនឹងធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្ដូរទ្វេដងយប់ទី1នៅពេលដែលអ្នកគេងលក់បានស្ងប់ការធ្វើការរបស់ប្រព័ន្ធប្រសាទនឹងចាប់ផ្ដើមថយចុះបើកផ្លូវឲ្យទឹកចូលទៅលាងជាតិពុលដែលមាននៅក្នុងរាងកាយអាការៈដែលងើបព្រលឹមឡើងមកមានអារម្មណ៍ថាឈឺក្បាលឬក៏ពើតនៅកន្លែងក្បាលនឹងចាប់ផ្ដើមសន្សឹមបាត់ទៅហើយវានឹងធ្វើការបែបនេះពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ថ្ងៃទី7ការចងចាំនៃខួរក្បាលនឹងចាប់ផ្ដើមប្រសើរឡើងជាងមុនរាងកាយនឹងចាប់ផ្ដើមផលិតអរម៉ូនដែលសមមាត្រទៅនឹងរាងកាយធ្វើឲ្យសាច់ដុំធ្វើការបានកាន់តែល្អប្រសើររួមទាំងធ្វើឲ្យស្បែកចាប់ផ្ដើមភ្លឺថ្លាជាងមុនរហូតដល់ថ្ងៃទី15អរម៉ូននៃសេចក្តី stress ឬហៅថា cortisol នឹងចាប់ផ្ដើមធ្លាក់មកស្ថិតនៅក្នុងកម្រិតប្រក្រតីវិញធ្វើឲ្យការធ្វើការរបស់បេះដូងការដំណើរការនៃសរសៃឈាមចាប់ផ្ដើមមានពេលវេលាបានសម្រាប់គ្រប់គ្រាន់ដែលជាហេតុនាំឲ្យការដំណើរការនៃឈាមឬហៅថាសម្ពាធឈាមស្ថិតនៅក្នុងកម្រិតមួយដែលប្រក្រតីឬហៅថា stable រហូតដល់ថ្ងៃទី21អរម៉ូននៃសេចក្តីឃ្លានថែមឲ្យការធ្វើការរបស់ leptin ឬហៅថាអរម៉ូនដែលជួយគ្រប់គ្រងការឃ្លានធ្វើការបានកាន់តែប្រសើរឡើងអ្នកនឹងចាប់ផ្ដើមកាត់បន្ថយការឃ្លានញ៉ាំជប់ចន្លោះថ្ងៃកាត់បន្ថយការឃ្លានការញ៉ាំអាហារដែលមានសារធាតុស្ករច្រើនធ្វើឲ្យរាងកាយចាប់ផ្ដើមផលិតនិងជួយបង្កើនប្រព័ន្ធភាពស៊ាំឲ្យកាន់តែល្អជាងមុនអ្នកខ្លួនឯងក៏នឹងឃើញខ្លួនឯងច្បាស់ថាខ្លួនមិនងាយនឹងឈឺអ្វីតែផ្ដាស់អនុវត្តបែបនេះជាប់គ្នាក្នុងរយៈពេល30ថ្ងៃនឹងឃើញថារាងកាយរបស់អ្នកចាប់ផ្ដើមល្អប្រសើរជាងមុនការចងចាំបានច្រើនជាងមុនប្រព័ន្ធភាពស៊ាំធ្វើការបានកាន់តែល្អប្រសើរហើយធ្វើឲ្យមានអារម្មណ៍ក្នុងការធ្វើការមានសមាធិកាន់តែច្រើននិងមានកម្លាំងក្នុងការធ្វើគ្រប់យ៉ាងថ្នាំដែលអាចធ្វើឲ្យរាងកាយរបស់យើងបានសុខភាពល្អបំផុតហើយអាយុវែងបំផុតនោះគឺការដែលគេងលក់ឲ្យបានស្ងប់ហើយមានគុណភាពបើសិនជាអនុវត្តត្រឹមតែ30ថ្ងៃហើយត្រឡប់ទៅធ្វើដូចដើមយ៉ាងម៉េចក៏វាមិនអាចទប់ជាប់ដែរដូច្នេះបើសិនជាអាចអនុវត្តបានជាប់លាប់ហើយជាប់រហូតនោះរាងកាយក៏នឹងកាន់តែប្រសើរឡើងអ្នកណាខ្លះគេងម៉ោងប្រហែលហើយអនុវត្តបែបណាខ្លះកុំភ្លេច comment នៅខាងក្រោមផងណាចង់ផ្លាស់ប្ដូរខ្លួនឯងអភិវឌ្ឍខ្លួនឯងមើលថាខ្លួនឯងឲ្យមានសុខភាពកាន់តែល្អប្រសើរឡើងគ្រប់យ៉ាងទាំងអស់គឺចាប់ផ្ដើមពីផ្នត់គំនិតសំខាន់បំផុតចំណុចដែលខួរក្បាលត្រូវការខ្លាំងបំផុតនោះគឺការគិតអ្វីដែលវិជ្ជមានចំពោះខ្លួនឯងដូច្នេះសៀវភៅនេះគឺមានរៀបរាប់ពីវិធីសាស្ត្រនិងផ្នត់គំនិតដែលល្អៗដែលជាបទពិសោធន៍សម្រាប់បុគ្គលជោគជ័យជាច្រើននៅលើពិភពលោកបានធ្វើថាតើគាត់ធ្វើបែបណាដើម្បីឲ្យខ្លួនឯងអាចអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរឡើងចង់ដឹងថាខ្លួនឯងអាចអភិវឌ្ឍឬក៏ឈានចូលទៅដល់កម្រិតណាកុំភ្លេចសាកល្បងអានសៀវភៅមួយក្បាលនឹងអាចរកជាវបានតាមរយៈ Telegram ខាងលើនេះសារសម័យរូបភាពមើលថាបើសិនជាយើងគ្រាន់តែផ្លាស់ប្ដូរខ្លួនឯងមួយថ្ងៃតែបន្តិចមិនបាច់ច្រើនគ្រាន់តែ 1% ក្នុងរយៈពេល1ឆ្នាំអ្នកក៏អាចអភិវឌ្ឍខ្លួនឯងឲ្យប្រសើរជាងបុគ្គលដែលនៅជុំវិញខ្លួនរហូតដល់ទៅ 365% ទៅហើយវាអត់សំខាន់ទេថាឥឡូវហ្នឹងអ្នកគឺជាមនុស្សបែបណាមានសុខភាពបែបណាឬក៏ជួបរឿងដែលធ្ងន់ធ្ងរកម្រិតណាតែដែលសំខាន់នោះគឺថាតើអ្នកចង់ឃើញខ្លួនឯងក្នុងពេល5ឆ្នាំទៅមុខឬ10ឆ្នាំទៅមុខឬក៏នៅថ្ងៃស្អែកខាន់ស្អែកហ្នឹងជាមនុស្សដូចដើមនៅថ្ងៃនេះថ្ងៃម្សិលមិញដែរឬអត់បើសិនជាចម្លើយរបស់អ្នកគឺថាអត់អ្នកចង់ផ្លាស់ប្ដូរខ្លួនឯងអភិវឌ្ឍខ្លួនឯងឲ្យប្រសើរឡើងមានន័យថាអ្នកត្រូវតែធ្វើអ្វីដែលថ្មីហើយប្រសើរឡើងជាងមុនដូច្នេះសៀវភៅនេះពិតជាស័ក្តិសមណាស់សម្រាប់អ្នកដែលចាប់ផ្ដើមចាប់ពីពេលនេះថ្ងៃនេះតទៅ